ថ្ងៃនេះកូនរបស់ខ្ញុំគាត់មកធ្វើការងារស្ម័គ្រចិត្ត taking day ការងារស្ម័គ្រចិត្តនេះគឺសម្រាប់គាត់មករែងគៀលុយនៅតាមផ្សារបងប្អូនគាត់មកឈរបែបហ្នឹងទៅរហូតដល់អ្នកដែលគាត់មកផ្សារទិញម្ហូបគាត់មើលឃើញគាត់ចង់បរិច្ចាគជាលុយសុទ្ធក៏បានឬក៏គាត់អាចបរិច្ចាគតាមអនឡាញក៏បានដែរចាបងប្អូនហើយការងារនេះគឺជាការងាររបស់រដ្ឋទេដែលគេតម្រូវឲ្យមានការធ្វើបែបហ្នឹងនៅតាមផ្សារបងប្អូនចាប៉ុន្តែមិនមែនធ្វើរាល់ថ្ងៃឬក៏រាល់ខែទេអត់ទេមួយឆ្នាំកូនខ្ញុំគាត់ធ្វើ2ដងគឺនៅខែ9ម្ដងហើយនឹងខែ5ម្ដងចាអញ្ចឹងគាត់ធ្វើ2ដងហើយលុយដែលគាត់ទទួលបានហ្នឹងពេលល្ងាចពេលដែលគាត់ចប់កម្មវិធីគឺគាត់នឹងយកលុយហ្នឹងទៅបកគលជូនរដ្ឋមានកំប៉ុងដែលគាត់កំពុងកាន់នៅដៃនឹងស្ពីនឹងកហ្នឹងបងប្អូនចាពេលដែលគាត់ធ្វើការងារគាត់ហើយទាំងអស់គេនឹងយកលុយដែលក្មេងៗទាំងអស់បានធ្វើការរែងអង្គាសលុយហ្នឹងគឺបូកសរុបទៅគឺគេឲ្យយើងដឹងថាចំនួនដែលគេទទួលបានក្នុងថ្ងៃ taking day នេះប្រហែលនិយាយរួមបងប្អូនការបរិច្ចាគជាលុយក្តីជាសម្ភារៈប្រើប្រាស់ក្តីនៅប្រទេសណាក៏មានដែរបងប្អូនចាមិនគិតថាតើតើប្រទេសអ្នកក្រទៅបានគេធ្វើអញ្ចឹងអត់ទេប្រទេសអ្នកមានក៏គេធ្វើដែរបងប្អូននេះគឺជាប្រទេសកាណាដាចាក៏តែងតែមានការរែងអង្គាស donation ថវិកាផ្សេងអញ្ចឹងណាបងប្អូនប៉ុន្តែយើងចង់ចូលរួមក៏ចូលរួមទៅបើមិនចង់ចូលរួមក៏អត់អីដែរមានភ្ញៀវខ្លះគាត់មកអញ្ចឹងគាត់ឃើញក្មេងៗដោយកូនខ្ញុំឈរអញ្ចឹងបងប្អូនគាត់ឲ្យជាលុយសុទ្ធអ្នកខ្លះគាត់អត់មានលុយសុទ្ធទេដូច្នេះគាត់អាចបរិច្ចាគតាមអនឡាញហើយពួកគាត់ឈរបែបនេះត្រឹមតែ6ម៉ោងឯងបងប្អូនចាដោយសារកូនខ្ញុំគាត់ធ្វើការស្ម័គ្រចិត្តចាប់ពីម៉ោង12ថ្ងៃត្រង់រហូតដល់ម៉ោង6ល្ងាចហើយមិនមែនមានតែពួកគាត់3នាក់ហ្នឹងទេចានៅមានក្មេងផ្សេងទៀតដែលគាត់មកឈរដូចគ្នាអញ្ចឹងបងប្អូនចាមានក្មេងមួយវេនទៀតគេ start ពីម៉ោង9ព្រឹកមកហើយដល់ម៉ោង12កូនខ្ញុំចូលបន្តហើយនៅផ្សារមានច្រើនចាមានមិនមែនមានតែផ្សារនេះមួយទេបងប្អូននៅផ្សារ Walmart, No Frills, Farm Boy, Real Superstore និងផ្សារផ្សេងទៀតដែលមានក្មេងឈរបែបនេះហើយមានឯកសណ្ឋានត្រឹមត្រូវបែបនេះមិនមែនជាពួក scam ទេណាបងប្អូនតិចគិតថាអូក្មេងអស់ហ្នឹងគាត់មកកុហកគាត់មករែងអង្គាសលុយយកទៅប្រើប្រាស់ឲ្យផ្សេងមែនទេនេះគឺជាកម្មវិធីមួយរបស់រដ្ឋដែលពួកគាត់ធ្វើការស្ម័គ្រចិត្តមកទទួលលុយ donation តាមផ្សារអញ្ចឹងណាបងប្អូនចាបើសិនជាបងប្អូនដែលគាត់មានបំណងចង់បរិច្ចាគឬក៏ចង់ដឹងព័ត៌មានសំខាន់ផ្សេងដែលទាក់ទងទៅនឹង taking day នេះបងប្អូនទៅផ្សារអាចសួរក្មេងៗទាំងអស់នេះបានថាគេយកលុយទៅធ្វើអីខ្លះចឹងណាបងប្អូន taking day នេះគេធ្វើ2ថ្ងៃបងប្អូនចាថ្ងៃសៅរ៍និងថ្ងៃអាទិត្យអញ្ចឹងនៅថ្ងៃស្អែកមួយថ្ងៃទៀតប៉ុន្តែកូនខ្ញុំគាត់ apply យក2ថ្ងៃដែរប៉ុន្តែទទួលបានតែថ្ងៃសៅរ៍នេះមួយថ្ងៃទេចាអញ្ចឹងថ្ងៃស្អែកថ្ងៃអាទិត្យហ្នឹងគឺក្មេងផ្សេងទៀតគាត់នឹងទៅឈរនៅទីតាំងនេះជំនួសកូនរបស់ខ្ញុំហើយចាហើយមានច្រើនផ្សារបងប្អូនចាអញ្ចឹងបើសិនជាបងប្អូនទៅឃើញបងប្អូនអាចជួយ support ពួកគាត់ទៅឬក៏ចង់ donation តិចច្រើនក្តីច្រើនអត់បញ្ហាទេបងប្អូនឬក៏មិនបាច់បរិច្ចាគក៏បានដែរបើបងប្អូនចង់ដឹងព័ត៌មានអីផ្សេងក៏អាចសួរពួកគាត់ក៏ប្រាប់ដែរចាមិនមែនថាអូឲ្យតែបងប្អូនមកនិយាយជាមួយគាត់មកសួរគាត់គឺដាច់ខាតត្រូវតែបរិច្ចាគនោះទេអត់ទេចាបើសិនជាបងប្អូនមានចម្ងល់ទាក់ទងទៅនឹង taking day នេះបងប្អូនអាចសួរពួកគាត់ពីព័ត៌មានលម្អិតបាន